Gomaning បងប្អូនអរគ្នាថ្ងៃនេះយើងមកវិភាគទីផ្សារមាសដូចដើមហើយវាជាថ្ងៃទី1ខែ12 2025នេះគេហៅថាជាដើមខែថ្មីនៃខែចុងក្រោយនៅក្នុងឆ្នាំ2025ងាកដាច់ឆ្នាំទៀតហើយបងប្អូនអរគ្នាហើយជីវិតសល់អីខ្លះហើយបងប្អូនអរគ្នាសល់បំណុលឬក៏យ៉ាងណានិយាយលេងសើចបងប្អូនអរគ្នាហើយការ trading យ៉ាងមិនដែរបងប្អូនអរគ្នាបានគេបានយើងមកទៅថ្ងៃនេះខ្ញុំវិភាគធ្វើការវិភាគទៅលើទីផ្សារមាសហើយយើងមើលដូចជារៀងរាល់ដងដដែលយើងមើលចាប់ពី time frame ធំព្រោះថ្ងៃនេះជាថ្ងៃមួយនៃដើមសប្តាហ៍ហើយក៏ជាខែមួយដែលយើងដឹងស្រាប់ហើយថាជាទូទៅខែសប្តាហ៍ទី1នៃដើមខែគឺនឹងមានព័ត៌មាន non farm ដូចគ្នាដែលជាព័ត៌មានដែលអាចធ្វើឲ្យយើងចូលទីផ្សារបានទាំងប្រសិទ្ធភាពបងប្អូនអរគ្នាតោះឥឡូវយើងមើលទៅលើ daily time frame daily យើងនៅតែប្រកាន់ភ្ជាប់ដោយវីដេអូមុនដែលយើងបានធ្វើការវិភាគលើទីផ្សារដដែលគឺវានៅក្នុងលំហមួយដែល up trend ឡើយតែឥឡូវខ្ញុំមិនចាំទៅមើល trend ធំមួយពេកទេវាវែងឆ្ងាយហើយតាមពិតទៅផ្សារមាសនេះគឺឡើងមករហូតហើយឥឡូវនេះក៏វានៅក្នុងលំហ up trend ដែរហើយអ្វីដែលខ្ញុំបានបញ្ជាក់នៅក្នុងថ្ងៃហ្នឹងគឺថាទីផ្សារវាបានរែង sideways នៅក្នុងចន្លោះនេះត្រូវអត់បងប្អូនអរគ្នាតែបន្ទាប់មកគឺវាបាននេះគេវាបានបង្កើតតកតងជាមួយនឹង candlestick មួយដែលវា break ទៅលើតំបន់sideways នេះអញ្ចឹងទីផ្សារនេះកម្លាំងទំនោរបើយើងនិយាយពីទំនោរវិញបងប្អូនកុំព្យាយាមប្រឆាំងទំនោរនៃការកើនឡើងរបស់វាគឺអាចនឹងមានការកើនឡើងច្រើនហើយបច្ចុប្បន្នវាឈរជើងនៅលើ resistance អូខេឈរជើងនៅលើតំបន់ resistance នេះដែលជា resistance មួយ strong ដែរអញ្ចឹងបើវាបានប្រវែក resistance នេះជាដាច់ខាតដែរជាទូទៅវានឹងឡើងទៅដល់នៅក្នុងតំបន់ resistance នេះបន្ទាប់តែមើលទៅឱកាសនៃទីផ្សារបងប្អូនអរគ្នាភាគរយនៃការកើនឡើងទៅដល់លើនេះគឺវាមានច្រើនភាគរយដែលវាកើនឡើងទៅដល់លើនេះវាមានច្រើនព្រោះយើងមើលការប្រែប្រួលនៃ candlestick របស់វាជាក់ស្ដែងជាពីមួយថ្ងៃទៅមួយថ្ងៃគឺ strong ខ្លាំងមែនទែនអញ្ចឹងយើងមើលទៅលើ weekly តិចបងប្អូនអរគ្នាមើលទៅលើ time frame weekly យើងឃើញបងប្អូនអរគ្នាឃើញទីផ្សារនៅក្នុងលំហមួយនៃការ up trend ខ្លាំងមែនទែនហើយយើងមើលជាការបិទប្រគល់ទៅលើ weekly គឺ strong នៃ candlestick មែនទែនអញ្ចឹងទិសដៅនៅក្នុងសប្តាហ៍នេះវាមានឱកាសខ្ពស់នៅក្នុងការកើនឡើងទៅលើវិញទៀតហើយយើងមើលទៅលើព័ត៌មានជាក់ស្ដែងដែរយើងមើលព័ត៌មានក្នុងកំឡុងពេលសប្តាហ៍ហ្នឹងដូចគ្នាអានេះយើងមើលទៅតាមបែបបច្ចេកទេសប៉ុន្តែយើងត្រូវតែគួបផ្សំមួយព័ត៌មានបន្ថែមទៀតតែយើងមើលតាមបែបបច្ចេកទេសគឺទិសដៅនៅក្នុងសប្តាហ៍បន្ទាប់ទៀតអាចនឹងមានការកើនឡើងទៅលើបន្តទៀតមកទៅអាចនឹងមករកតំបន់ចាស់របស់វានេះសួរថាហេតុអីបានយើងវិភាគទៅលើ time frame ធំ time frame ធំវាបង្ហាញពីនិន្នាការនៃទីផ្សារឬក៏ទិសដៅនៃទីផ្សារបានច្បាស់លាស់ប្រាប់ថាទិសដៅវាមានការកើនឡើងឬធ្លាក់ចុះទិសដៅរបស់វាបច្ចុប្បន្នទាំង daily ទាំង weekly គឺវាបានបញ្ជាក់ថាទីផ្សារវាអាចនឹងមានការកើនឡើងទៅលើទៀតប៉ុន្តែដូចបងប្អូនត្រូវគួរចំណាំតំបន់មួយនេះគឺជាតំបន់មួយដែលគេហៅថាជាអីគេជា resistant ណាបងប្អូនអរគ្នាតម្លៃមួយដែលខ្ពស់ជាប្រវត្តិសាស្ត្រនៃតម្លៃអញ្ឆេងមាសហើយអញ្ចឹងបងប្អូនហាក់ប្រុងប្រយ័ត្នបន្តិចនៅពេលដែលវាដល់លើនេះខ្ញុំគិតថាវាពិបាកនៅក្នុងការប្របែកទៅលើវាអាចនឹងមកក្រុមវិញខ្លះដែរព្រោះទៅប៉ះម្ដងទៀតជាលើកទី2អាចនឹង fresh អញ្ចឹងយើងមើលទៅថានេះគឺជាតម្លៃប្រវត្តិសាស្ត្របើសិនជាបងប្អូនចង់ទិញមាសយកចំណេញខ្លីៗអីខ្លីៗបានហើយការដាក់សពឡោះអីគឺប្រយ័ត្នប្រយែងផងព្រោះបច្ចុប្បន្នវាឈរនៅចិត្តតំបន់មួយដែលខ្ពស់ដែរណាឥឡូវយើងទម្លាក់ time frame បន្តិចដើម្បីមើលទៅដៅទីផ្សារ time frame 4ម៉ោងក៏ដូចយើងបានបញ្ជាក់ដែរត្រូវបងប្អូនអរគ្នាអឺវានៅក្នុងលក្ខណៈមួយថាញ៉ាំនេះវាលោតរហូតទេលវល់យកវានៅក្នុងលក្ខណៈមួយជាលំហ up trend នៅក្នុងមួយតំបន់នេះត្រូវបងប្អូនអរគ្នា up trend នេះឃើញវាមកប៉ះម្ដងពីរដងបីដងដូចខ្ញុំបានបញ្ជាក់បងប្អូនអរគ្នានៅក្នុងវីដេអូមុនអញ្ចឹងថានៅពេលដែលវាមកប៉ះនៅក្នុងតំបន់នេះបើសិនជាវាអត់ break មកក្រុមទេទិសដៅមាសនេះគឺនៅតែហៅតំបន់លើនេះហើយអញ្ចឹងបើយើងគិតពី target នៃការដែលវាឡើងទៅពីតំបន់ខាងក្រោមនេះឡើងទៅលើគឺវាមានការកើនឡើងទៅដល់អ្វីដែលជា target យើងបានដាក់នៅក្នុងតំបន់ខាងលើហើយតាំងពីថ្ងៃខ្ញុំវិភាគមកហើយទីផ្សារវាបានឡើងទៅឌូចអ្វីដែលយើងបានគិតមែនឥឡូវវាឡើងបានទៅប៉ះនៅ resistance នេះមួយហើយប៉ះ resistance នេះគឺបច្ចុប្បន្នវាអត់ទាន់បានប្រវែកទេប៉ុន្តែអ្វីដែលយើងមើលទៅការកើនឡើងនៃតម្លៃហាងឈីមាននៅក្នុង time frame 4ម៉ោងឃើញឡើងជាមួយនឹង candlestick ដែលធំគេហៅថា strong momentum អញ្ចឹងឱកាសរបស់វាយើងមើលបច្ចុប្បន្នបើយើងគ្រាន់តែមើលទៅលើមួយ candlestick មួយនេះនៅក្នុង time frame 4ម៉ោងវាបាន break out ហើយប៉ុន្តែវាអត់ទាន់មានការ confirm អញ្ចឹងឥឡូវនេះកំពុងតែមានការ discount price មកខ្លះៗហើយវាអាចនឹងជាចំណុចមួយធ្វើឲ្យអ្នកលក់គឺចាប់ផ្ដើមបុកលក់នៅក្នុងតំបន់នេះមកវិញ
ប៉ុន្តែអ្នកនរគ្នាប្រយ័ត្នបន្តិចបើសិនអ្នកនរគ្នាលក់យកចំណេញខ្លីៗអូខេប៉ុន្តែបើលក់វែងអាចនឹងគ្រោះថ្នាក់បន្តិចកន្លែងនេះអញ្ចឹងមាសនេះវានៅសល់2ម៉ោងទៀតនៅក្នុងការបិទអញ្ចឹងវាអាចឡើងទៅបិទនៅលើបើសិនជាឡើងទៅបិទនៅលើវិញ confirm ពីការ break out ច្បាស់លាស់រៀល break out ទីផ្សារនេះទិសដៅរបស់វាបន្ទាប់គឺជាទិសដៅខាងលើនេះហើយអញ្ចឹងអ្នកដែលលក់គឺមានន័យថាយើងលក់បញ្ជា trend គេហៅថា counter ខ្លីៗបានហើយតែវិញចូលយកបានផលចំណេញហើយនៅក្នុងតំបន់ហ្នឹងអូខេចូលនៅចន្លោះតម្លៃ40គត់ហើយវាបានចុះមកវិញខ្លះតិចតួចបានតិចតួចយើងចេញពីផ្សារសិនព្រោះដោយសារអីមើលទៅវាអត់ស្រួលដោយសារអីនេះដោយសារតែវា strong momentum ជាមួយនឹង candlestick នៅក្នុង time frame 4ម៉ោងមែនតើអញ្ចឹងទិសដៅឱកាសរបស់វាបើយើងនិយាយពីឱកាសនៃការកើនឡើងគឺច្រើននៃការធ្លាក់ចុះអញ្ចឹងវាអាចនឹងឡើងទៅគេឡើងទៅប៉ះឡើងទៅបង្កើតជាមួយនឹង high và high វាមួយទៀតអាចបង្កើតនៅតម្លៃ high và high វាមួយទៀតនេះនៅក្នុងល្បាក់តំបន់ខាងលើនេះឯងអញ្ចឹងនេះតំបន់ខាងលើទាំងអស់នេះឯងគឺជាតំបន់ដែលវាអាចត្រូវឡើងទៅបង្កើតនៅ high và high វាមួយទៀតដែរបងប្អូនអរគ្នាអញ្ចឹងបងប្អូនអាចរងចាំមើលតាមជាក់ស្ដែងមើលទៅលំហូរនៃទីផ្សារមាសនេះវាបានឡើងជា channel ហើយអញ្ចឹងវាអាចនឹងឡើងទៅប៉ះនៅល្បាក់តំបន់នេះបើសិនជានៅក្នុងយុទ្ធសាស្ត្ររបស់បងប្អូនមួយចំនួនគឺវាអាចនឹងឡើងទៅការ feel ទៅលើ AVG fair value gap អញ្ចឹងវាអាចនឹងទៅ feel នៅកន្លែងហ្នឹងហើយប៉ះជាមួយ order block នេះអាចនឹងមកវិញខ្លះហើយទីផ្សារមាសអញ្ចឹង order block នេះគឺជាតំបន់មួយដែលធំឬក៏យើងហៅនិយាយថា support មួយដែល resistance មួយដែលធំចុះជា resistance មួយដែលយើងអាចត្រៀមនៅក្នុងការឆ្មក់ខ្លីៗបើសិនជាបងប្អូនចង់ counter អញ្ចឹងតំបន់នេះខ្ញុំគិតថាជាតំបន់មួយដែលលក់ល្អនៅពេលដែលវាប៉ះតំបន់ហ្នឹងបងប្អូនអាចត្រៀមក្នុងការចូលលក់បាននៅក្នុងតម្លៃប៉ុណ្ណឹងហើយការដាក់ stop loss គឺជាចំណុចមួយដែលសំខាន់អញ្ចឹងបងប្អូនកុំភ្លេចធ្វើការដាក់ stop loss ផងនៅក្នុងតំបន់មួយនេះអញ្ចឹងបងប្អូនអាចត្រៀមនៅក្នុងការចាំលក់នៅក្នុងតំបន់នេះមកវិញបងប្អូនអរគ្នាអូខេអញ្ចឹងនេះយើងអាចត្រៀមលក់មកកន្លែងហ្នឹងវិញមកយើងអាចរងចាំលក់នៅកន្លែងហ្នឹងយកផលចំណេញខ្លីៗឬក៏ទីផ្សារនេះវាអាចនឹងនៅពេលដែលវាទៅប៉ះនៅក្នុងតំបន់ហ្នឹងវាអាចនឹងចុះមកហោងមកក្នុងតំបន់នេះវិញនៅក្នុង time frame 4ម៉ោងប៉ះនឹងតម្លៃនេះវិញអូខេបងប្អូនអរគ្នាអញ្ចឹងបងប្អូនអាចត្រៀមមើលប្រើប្រាស់ទៅលើ signal មួយចំនួនដូចមានជា bearish signal នេះបងប្អូនអាចធ្វើការចូល sell ក្នុងតំបន់នេះអាចយកផលចំណេញល្បាក់តាមនេះមកវិញមកបងប្អូនអរគ្នានេះយើងដាក់ផែនការមាសមើលទៅទិសដៅវាអាចនឹងមានការកើនឡើងច្រើននៃការធ្លាក់ចុះអញ្ចឹងចាំមើលសិនមើលថាបើវា break កន្លែងនេះអត់បើវា break out ដែលជា real break out គឺយើងអាចធ្វើការទិញឡើងបានហើយ target របស់វាអាចនៅល្បដំតម្លៃខាងលើនេះហើយបើសិនជាវាចុះ4ម៉ោងចុះមកបិទនៅខាងក្រោមនេះវិញអូថា4ម៉ោងជាមកបកគោល candlestick ពណ៌ក្រហមមកខាងក្រោមនេះវិញវាបញ្ជាក់ពីការ reject ជាមួយនឹងការ break out ទៅលើ resistance នេះប្រហែលអាចធំអញ្ចឹងទិសដៅមាសវាអាចនឹងចុះមកក្រោមវិញអញ្ចឹងបើមាសចុះមកក្រោមវិញភាគរយនៃការ break នៅខាងក្រោមនេះអាចនឹងច្រើនជាងការ break ឡើងទៅលើវិញអញ្ចឹងយើងនិយាយលក្ខខណ្ឌ2បើសិនជាវាប្រកាសជា real break out នៅក្នុងតំបន់នេះគឺទីផ្សារនឹងទៅដល់លើនេះហើយបើសិនជាវា reject ជាមួយនឹង candlestick ធំនៅក្នុង time frame 4ម៉ោងមកក្រោមនេះវិញអាហ្នឹងឱកាសរបស់វាអាចនឹងមានការធ្លាក់ចុះមកក្រោមវិញអញ្ចឹងសួរថាបើអញ្ចឹងចាំមើលដែរហ្នឹងតាមពិតទៅទីផ្សារបងប្អូនកុំព្យាយាមទាយមើលតាមជាក់ស្ដែងទៅបងប្អូនប្រើបច្ចេកទេសមើលតាមជាក់ស្ដែងអានេះខ្ញុំគ្រាន់ប្រាប់ពីទំនោរនៃទីផ្សារជូនបងប្អូនទាំងអស់គ្នាទេណាបងប្អូនទាំងអស់គ្នាអញ្ចឹងរីករាយជាមួយនឹងការយកផលចំណេញជាក់ស្ដែងទាំងអស់គ្នានេះអត់ឃើញលុយលោតចូលទេមកអញ្ចឹងយើងមើលនៅក្នុង time frame 1ម៉ោងក៏ដូចគ្នា time frame 1ម៉ោងបងប្អូនទាំងអស់គ្នាទីផ្សារឥឡូវនេះវាឈរជើងនៅក្នុងតំបន់ resistance ហើយវាបាន break ណាតែវាអត់មានការ confirm break ជាមួយនឹង candlestick ដែល strong momentum ខ្លាំងមែនទែនឥឡូវ discount មកខ្លាំងៗអញ្ចឹងបើអានេះវាចាប់ទុកថាវាជា pull back វិញអញ្ចឹងវាអាចនឹងឡើងទៅលើវិញបន្ថែមទៀតហើយបងប្អូនត្រូវចាំថាការកើនឡើងនៃទីផ្សារនៅពេលដែលឡើងជាលក្ខណៈបែបនេះបងប្អូនអរគ្នាគឺវាឡើងខ្លាំងមែនទែនកម្លាំងនៃការកើនឡើងវាខ្លាំងមែនទែនគេបងប្អូនអរគ្នាវាឡើងជាលក្ខណៈថា impulse ឡើងជាលក្ខណៈ impulse ហើយវាបង្កើតជា correction ហើយបានវាឡើងទៅជា impulse បន្តទៀតអញ្ចឹងកម្លាំងនៃការកើនឡើងរបស់វាគឺខ្លាំងមែនទែនខ្ញុំមើលទៅភាគរយវាអាចនឹង break ទៅលើតំបន់នេះដែរប៉ុន្តែជួយខ្ញុំទៅបើចាំទាយឲ្យបងប្អូនមើលតាមស្ថានភាពជាក់ស្ដែងអញ្ចឹងមើលទៅបើសិនជា time frame 4ម៉ោង confirm នៃការ sell មកវិញជាឱកាសទិសដៅដែលបងប្អូនទាំងអស់គ្នាអាចលក់មកវិញបានប៉ុន្តែបើសិនជាវា break ឡើងទៅលើហើយអានឹងទិសដៅវាទៅលើបន្តទៀតហើយអញ្ចឹងវាអាចនឹងចាំមើលទៅលើថាតើមានព័ត៌មានអីអត់អានេះគឺជាការដាក់ផែនការមាសនៅក្នុងមួយសប្តាហ៍នេះហើយជាទិសដៅមួយដែលខ្ញុំរងចាំមើលដូចគ្នាអញ្ចឹងបងប្អូនអាចមើលតាមជាក់ស្ដែងហើយខ្ញុំនឹងអាប់ដេតតាក់ទងជាមួយនឹងការវិភាគទៅលើទីផ្សារជូនបងប្អូនទាំងអស់គ្នាទៀតអញ្ចឹងបើសិនជាសួរថាទិសដៅទៅទិញឡើងយើងអាចមើលនៅក្នុងលក្ខខណ្ឌហ្នឹងទៅហើយបើសិនជាវា break នៅខាងក្រោមនេះបើ break នៅតំបន់នេះអានឹងវាទៅលើទៀតហើយតែបើសិនជាវា reject នៅតំបន់នេះទីផ្សារនឹងអាចនឹងចុះមកក្រោមហ្នឹងវិញទៀតហើយខ្ញុំអាប់ដេតជូនបងប្អូនទាំងអស់គ្នាបន្ថែមទៀតយើងមើលតាក់ទងជាមួយនឹងមើលតាក់ទងជាមួយនឹងព័ត៌មាននៅក្នុងមួយសប្តាហ៍នេះព័ត៌មាននៅក្នុងសប្តាហ៍នេះគឺវាមានតាក់ទងជាមួយនឹង
អឺនៅថ្ងៃទី1ថ្ងៃនឹងផ្ទាល់ហ្មងថ្ងៃនឹងផ្ទាល់គឺមានតកតងជាមួយនឹង ASM Manufacturing PMI តកតងជាមួយនឹងសម្បត្តិផលិតកម្មនៅក្នុងសហរដ្ឋអាមេរិកអញ្ចឹងក៏ជាទិន្នន័យមួយដែលអាចឲ្យយើងយកផលចំណេញពីទីផ្សារបានដែរអញ្ចឹងយើងមើលដល់គ្នានៅម៉ោង10ហើយមានតកតងជាមួយនឹងថ្ងៃ2គឺធនាគារកណ្ដាលលោកជ្រុំ Powell គាត់ឡើង speak ហើយមានតកតងជាមួយនឹង ADP Non-Farm នៅក្នុងថ្ងៃពុធគឺជាព័ត៌មានមួយដែលធ្វើឲ្យទីផ្សារមានការប្រែប្រួលខ្លាំងដូចគ្នាចឹងបងប្អូនអាចទៅតាមដានទាំងអស់គ្នាប៉ុន្តែចម្លែកត្រង់ថានៅក្នុងខែនេះយើងមើលទៅវាអត់ឃើញតកតងជាមួយនឹងអីគេបងប្អូនអរគ្នា Non-Farm អត់មានទៅលើទិន្នន័យ Non-Farm ទៅបងប្អូនអរគ្នានៅក្នុងដើមសប្តាហ៍ជានៅក្នុងចុងសប្តាហ៍នៃដើមខែជាទូទៅសប្តាហ៍នៃដើមខែចុងសប្តាហ៍គឺនឹងមានព័ត៌មាន Non-Farm ហើយប៉ុន្តែនេះវាអត់មានតកតងមួយព័ត៌មាន Non-Farm ទេប៉ុន្តែវាបង្ហាញពីទៅលើទិន្នន័យនៃ inflation ទៅលើអតិផរណានៅក្នុងសហរដ្ឋអាមេរិកដូចគ្នាព្រោះវាចេញទៅលើទិន្នន័យហ្នឹងហេតុអីมันវាចេញគឺវានេះដើម្បីជំរុញនៃការសម្រេចចិត្តទៅលើការបង្កើតអត្រាការប្រាក់របស់សហរដ្ឋអាមេរិកនៅថ្ងៃទី11នៅថ្ងៃទី11នេះបងប្អូនអរគ្នាអញ្ចឹងការអត្រាការប្រាក់បច្ចុប្បន្នគឺគេអត់ទាន់តាក់ទងជាមួយនឹងព្យាករថាកាត់ប្រមាណនេះប្រមាណទេគេអត់ទាន់ប្រាប់បងប្អូនអរគ្នាណាតែអត្រាការប្រាក់សហរដ្ឋអាមេរិកលើបច្ចុប្បន្ននៅសល់តែ 4% ទេអញ្ចឹងបើសិនជាអត្រាការប្រាក់នេះកាត់ទៀតទិសដៅមាសនេះទិសដៅតំបន់នេះទៅហើយហៅមកហូលតំបន់នេះហើយបើសិនជាកាត់ហាញច្រើនណាបងប្អូនអរគ្នាអញ្ចឹងយើងមើលទៅលើទិន្នន័យនឹងជាក់ស្ដែងបងប្អូនគ្នាដែរអញ្ចឹងអាព័ត៌មាននេះមកអាចឲ្យបងប្អូនអរគ្នាយកផលចំណេញជាប្រចាំសប្តាហ៍បានណាអូខេអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការវិភាគទៅលើទីផ្សារមាសនៅក្នុងថ្ងៃទី1ខែ12ដើមខែនៃខែចុងក្រោយនៃឆ្នាំ2025ហើយជូនបងប្អូនអរគ្នា trade បានផលចំណេញច្រើនហើយនៅក្នុងឆ្នាំ2026កាន់តែយកផលចំណេញបានច្រើនទៀតអូខេជំរាបលាបងប្អូនអរគ្នា